សួស្តីក៏ដូចជាស្វាគមន៍ទៅកាន់ប្រិមិត្តអញ្ចឹងថ្ងៃនេះយើងមកបន្តនៅរឿង Magic Maker វិញនៅត្រីជាភាគ3បន្តទៀតមុននឹងចូលទៅកាន់ភាគបន្តប្រសិនបើចូលចិត្តទៅលើការសម្រាយឬមួយក៏ចូលចិត្តទៅលើរឿងដែលខ្ញុំកំពុងតែសម្រាយកុំភ្លេចសាបព្រមទាំងចុចសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានភាគបន្តទៀតតើឡើយចូលទៅកាន់ភាគបន្តរបស់យើងតែម្ដងទៅចាប់ផ្ដើមនៅក្នុងភាគនេះយើងបានឃើញនៅបរិសម្នាក់ពោពេញទៅដោយរបួសប្រាប់ថាបញ្ញាប់ទៅប្រាប់លោកម្ចាស់ភ្លាមទៅគឺកូប៉ូលីនវាគឺជាកូប៉ូលីនកលេចមើលទៅកន្លែងស៊ីអនពេលនេះស៊ីអនកាន់តែខ្លាំងជាងមុនបន្ថែមទៀតក៏អាចបញ្ចេញនៅវេទមន្តចេញពីដៃរបស់គាត់រហូតដល់10វិនាទីឯណោះមើលទៅវេទមន្តដូចជាមានវិសេសសោះក្រៅពីមានអារម្មណ៍ថាដូចជាកក់ក្ដៅឬបែបនេះក៏ស្រាប់តែស៊ីអនសើចតែម្ដងនិយាយថាគាត់សង្ឃឹមថាគាត់នឹងអាចបញ្ចេញនៅ Fireball ឬមួយក៏ជាធម្មពលនឹងផ្ទះបានឆាប់ស៊ីអនគិតថាមើលទៅកន្លឹះដើម្បីអាចបញ្ចេញនៅវេទមន្តទៅនោះបានវាគឺជាធម្មជាតិគាត់ត្រូវតែសម្របខ្លួនរបស់គាត់ដើម្បីស្វែងយល់ពីធម្មជាតិឲ្យតបានដល់ឡៃខាងសាច់ព្រមទាំង Fairy ពួកគេទាំងអស់គ្នាមានភាពជិតស្និទ្ធជាមួយនឹងធម្មជាតិគិតពី Fairy គាត់ក៏បានគិតទៅដល់ហាងដែលលក់ទៅកាន់ Fairy ក៏ប៉ុន្តែគាត់មិនដឹងនោះទេហេតុអ្វីបានជាឪពុកបែរជាមិនចង់ឲ្យគាត់ដឹងពីទីតាំងមួយនោះនៅខាងក្រោមលពូ Gawad បានប្រមូលផ្ដុំនៅអ្នកភូមិដើម្បីធ្វើការរៀបចំទៅប្រមាញ់លើ Goblin ស៊ីអនសួរថាពុកតែមានអីកើតឡើងទៅលពូ Gawad ប្រាប់ថា Goblin វាបានចេញមក Goblin លោកពុកមានន័យថាបិសាចមែនទេវាគឺជាបិសាចប្រាប់ទៅកាន់ម្ដាយរបស់ស៊ីអនឲ្យព្យាយាមមើលទៅកាន់ក្មេងៗឬមួយក៏អ្នកនៅក្នុងភូមិផ្សេងទៀតកុំឲ្យពួកគេចេញទៅខាងក្រៅអីសោះប្រយ័ត្នមានគ្រោះថ្នាក់ដោយសារតែ Goblin វានៅគេនេះនោះទេអញ្ចឹងវាអាចនឹងបង្កគ្រោះថ្នាក់បានវាពិតជាពេលដ៏ល្អមែនបើសិនបើគាត់អាចស្វែងយល់ពី Goblin បានគាត់ប្រហែលជាអាចរៀននៅវេទមន្តបន្ថែមទៀតបានក៏ប៉ុន្តែមិនបានជាពុកមើលទៅដូចជាតឹងតែងម្លេះមិន Goblin គឺជាសត្វដែលអន់ជាងគេទេមែនទេរួចលោកពូ Gawad ក៏បានដឹកនាំនៅអ្នកភូមិធ្វើដំណើរចេញទៅប្រាប់ទៅកាន់អ្នកទាំងអស់គ្នាថាកម្រំអីត្រឹមតែជា Goblin 2ក្បាលតែប៉ុណ្ណោះអញ្ចឹងគាត់អាចចាត់ការបានមុននឹងចេញទៅស៊ីអនសូថាពុកតើខ្ញុំអាចនិយាយពីវាបានទេស៊ីអនពេលនេះពុកគ្មានពេលនោះទេពុកបញ្ញាប់ទៅស៊ីអនប្រាប់ថាអត់នោះទេតែមកផ្លេតតែប៉ុណ្ណោះពុកតើ Goblin វាមាននៅខួរក្បាលឬមួយក៏វាអាចលោតផ្លោះពីជាន់ទី1ឡើងទៅដល់ជាន់ទី2បានដែរទេអត់នោះទេកម្លាំងរបស់វាមិនខ្លាំងដល់ឋានៈនេះឡើយតែឡៃខួរក្បាលរបស់វាក៏មិនសូវល្អដែរប្រសិនបើគ្មានអ្វីតាក់ទាញវាក៏នឹងមិនចាប់អារម្មណ៍ទៅលើជាន់ទី2ឡើយប្រសិនមកបែបនេះពួកយើងអាចឡើងទៅកាន់ជាន់ទី2ព្រមទាំងបិទទ្វារទៅពេលនោះពួកយើងមានសុវត្ថិភាពធ្វើបែបនេះក៏ល្អអញ្ចឹងពុកទុកចិត្តលើកូនហើយស៊ីអនមុននឹងចេញទៅប្រាប់ទៅកាន់ស៊ីអននិងអ្នកគ្រប់គ្នាថានៅពេលដែលគាត់មកគាត់នឹងផ្ដល់សញ្ញាឬមួយក៏ហៅទៅកាន់គ្រប់គ្នាអញ្ចឹងឲ្យពួកគេប្រយ័ត្នបើសិនបើគ្មានសញ្ញាឬមួយក៏ជាការហៅទេកុំឲ្យពួកគេបើកទ្វារឲ្យសោះបន្ទាប់ពីលពូ Gawad បានធ្វើដំណើរចេញទៅស៊ីអនព្រមទាំងអ្នកភូមិបានឡើងទៅលើជាន់ទី2បិទទ្វារដាក់នៅរបស់បាំងរងចាំយ៉ាងស្ងៀមស្ងាត់រីឯនៅខាងក្រៅក៏ស្រាប់តែមាន Goblin មួយកម្លាំងរបស់វាពិតជាមិនអន់នោះទេហក់ផ្លោះនៅរបស់មួយនេះផុតដើរសម្ដៅទៅរកផ្ទះរបស់លពូ Gawad រកនឹងរបស់វាពិតជាគួរឲ្យខ្លាចវាប្រើក្រញ៉ាំដល់មាត់ស្រួយរបស់វាខ្វាច់ទៅលើទ្វារតែគឺជាឪពុកម្នេះអត់ទេមិនមែនជាឪពុកឡើយគាត់មិនបានស្រែកហៅយើងនោះទេរួច Goblin វាក៏អាចចូលទៅតាមបងអ៊ុចបានរួចក៏ឡើងទៅតាមកម្មចន្ទាស៊ីអនប្រាប់ឲ្យគ្រប់គ្នាស្ងាត់ក៏ប៉ុន្តែដោយសារតែរន្ទះបានធ្វើឲ្យអ្នកភូមិប្រមាណអ្នកគាត់ភ័យក៏បានស្រែកធ្វើឲ្យ Goblin វាបានចាប់អារម្មណ៍អញ្ចឹងក៏ប្រើនៅក្រញ៉ាំដល់មាត់ស្រួយរបស់វាទម្លុះនៅទ្វារចូលទៅខាងក្នុងម្ដាយស៊ីអនឃើញបែបនេះក៏បារម្ភទៅកាន់ក្មេងៗអញ្ចឹងក៏ទៅការពារក៏ប៉ុន្តែគ្រាន់តែ Goblin ស្រែកមកវ៉ាស់ធ្វើគាត់ភ័យអុកគូតញ៉ាច់ Goblin ឃើញអ្នកភូមិខ្លាចវាបែបនេះពេលនេះវាក៏បានសើច Mary ពេលនេះទោះបីជាខ្លាចក៏ដោយក៏នៅតែត្រូវយកដាវរបស់គាត់ដើម្បីទៅការពារម្ដាយរបស់នាងដែរក៏ប៉ុន្តែត្រូវបាន Goblin ក៏វាមកច្វាច់ដាវក៏ត្រូវបានប៉ើងរួច Goblin ក៏ចង់ខ្វាយទៅលើ Mary ក៏ប៉ុន្តែត្រូវបានម្ដាយរបស់ Mary មករងជាប់បន្តពីឃើញបែបនេះ Sion ពិតជាមួម៉ៅអញ្ចឹងពេលនេះគាត់ក៏ត្រូវតែការពារទៅលើគ្រួសាររបស់គាត់សម្រុកចូលទៅកាន់ដៃរបស់ Goblin គាត់គិតថាបើសិនជាកាន់ដៃតែបែបនេះវាក៏មិនអាចធ្វើអ្វីបានទេក៏ប៉ុន្តែនៅពេលដែលគាត់បានឃើញនៅចំហាយវេទមន្តចេញពីរាងកាយរបស់ Goblin គាត់ក៏បាននឹកឃើញទៅលើវេទមន្តអញ្ចឹងពេលនេះគាត់ក៏បានប្រើនៅការប្រមូលផ្ដុំនៅវេទមន្តចរោបបាច់ដៃរបស់ Goblin បើធ្វើ Goblin ពេលនេះវាពិតជាឈឺចាប់រីឯធម្មពលនៃការប្រមូលផ្ដុំវេទមន្តមានវាមិនត្រឹមតែមានកម្លាំងខ្លាំងព្រមទាំងចរោបបាច់ទៅកាន់ដៃរបស់ Goblin តែប៉ុណ្ណោះនោះទេវាក៏បានស្រូបយកនៅកម្លាំងម៉ាណាចេញពី Goblin ដូចគ្នាបែបនេះ Goblin ក៏វាស៊ីអនទៅមួយចំហៀងទៅហើយដៃមួយចំហៀងរបស់វាពេលនេះវាក៏ត្រូវបានស្លេកហើយខ្ញុំភ្លេចប្រាប់ទៅអ្នកដទៃទៀតមើលឃើញតែកាន់ស៊ីអនច្បាច់តែដៃរបស់ Goblin តែធម្មតាតែប៉ុណ្ណោះក៏ប៉ុន្តែកញ្ញារស់ជាមួយនឹង Mary បានឃើញទៅកាន់ធម្មពលពន្លឺពណ៌សចេញពី Sion រួច Sion សម្រុកចូលទៅមកសាទៀតប្រើជាមួយនឹងការប្រមូលផ្ដុំនៃវេទមន្តទៅស្រូបយកនៅវេទមន្តចេញពីក្បាលរបស់ Goblin ពេលនេះវាក៏បានធ្វើ Goblin ត្រូវបានងាប់នៅពេលដែល Sion បានសម្លាប់ទៅលើ Goblin នេះរួចក៏លេចមើលទៅកាន់អ្នកភូមិពួកគេមើលទៅកាន់ Sion ប្រៀបដូចជាបិសាចអញ្ចឹងក៏ប៉ុន្តែរស់អរគុណ Sion ដែលជួយឲ្យពួកយើងមានសុវត្ថិភាព Sion គ្មានពេលអនោះទេងាកទៅមើលម្ដាយពេលនេះមានរបួសចាន់ធ្ងន់ក្រោមក្រញ៉ាំដៃរបស់
របស់ Goblin បែបនេះ Sion ក៏បាននាំនៅម្ដាយរបស់គាត់ទៅលើក្រែជាមុនសិនរួចគាត់ក៏បានសួរថាតើមានពីណាគេចេះនៅវិជាពេទ្យដែរទេក៏ប៉ុន្តែគ្មានអ្នកចេះ Sion គាត់ថាប្រសិនបើនៅតែទុកបែបនេះទៀតម្ដាយរបស់គាត់នឹងហូរឈាមជាច្រើននៅពេលនោះគាត់ក៏មិនអាចជួយសង្គ្រោះទៅកាន់ម្ដាយរបស់គាត់បាននោះទេហើយគាត់ក៏នឹកឃើញទៅកាន់ជីវិតមុនរបស់គាត់ធ្លាប់មើលពីការដេររបួសនៅក្នុងទូរទស្សន៍រួចគាត់ក៏បានងាកទៅសួរអ្នកភូមិថាតើមានអ្នកចេះដេរដែរទេមានតែម្នាក់ដែលនាងមានឈ្មោះថា Lia Sion ប្រាប់ឲ្យអ្នកផ្សេងទៀតទៅស្វែងរកទឹកស្អាតនិងកណ្ដាលស្អាតទៅ Sion ធ្វើទៅមានជំនាញរួចក៏បានប្រាប់ទៅកាន់កញ្ញាលីយ៉ាថាឲ្យនាងប្រញាប់ដេររបួសទៅកាន់ម្ដាយរបស់គាត់ទៅបន្ទាប់ពីលើពាក្យទៅដេរបែបនេះធ្វើនាងពិតជាភ្ញាក់ផ្អើលមែនទែនដោយសារតែនាងក៏មិនហ៊ានចាក់ទៅលើម្ចាស់ស្រីរបស់នាងឡើយក៏ប៉ុន្តែស៊ីអនប្រាប់ថាអត់នោះទេវាគឺជាការជួយសង្គ្រោះទៅកាន់ម្ដាយរបស់គាត់គ្មានពេលទៀតទេឲ្យនាងប្រញាប់ធ្វើភ្លាមទៅអញ្ចឹងជាលទ្ធផលកញ្ញាលីយ៉ាមានតែយល់ព្រមតែប៉ុណ្ណោះរួចស៊ីអនគិតថាគាត់សង្ឃឹមថានៅក្នុងកញ្ញាដៃរបស់ Goblin គ្មាននៅជាតិពឹសទៅចោះរួចគាត់ក៏បានដុតនៅមកចូលព្រមទាំងឲ្យកញ្ញាលីយ៉ាចាប់ផ្ដើមដេរបន្ទាប់ពីធ្វើរួចពេលនេះម្ដាយរបស់ស៊ីអនក៏មានការធូរស្បើយជាមុនស៊ីអនប្រាប់ថាមើលទៅបន្ទាប់ពីគាត់សម្រាប់បន្តិចគាត់ប្រហែលជាលេងអីហើយមេរីបន្ទាប់ពីភ័យខ្លាចជាយូរពេលនេះក៏លត់មកអោបស៊ីអនយំតែម្ដងក៏លេចមើលទៅកាន់អ្នកដែលបានទៅប្រមាញ់នៅ Goblin ពួកគេបានសម្លាប់នៅ Goblin ទាំងពីរនោះព្រមទាំងដឹងនៅដំណឹងមួយទៀតថា Goblin នៅជិតភូមិរបស់ពួកគេមិនមានត្រឹមតែពីរនោះទេបែបនេះពួកគេក៏បញ្ញាប់មកកាន់ភូមិវិញបន្ទាប់ពីប្រហែលថ្ងៃក្រោយមកឬគ្រប់យ៉ាងក៏ត្រឡប់មកដូចដើមវិញទោះបីជាមានអ្នកភូមិខ្លះមានរបួសខ្លះក៏ដោយក៏ប៉ុន្តែវាគ្រាន់តែជារបួសតូចតាចតែប៉ុណ្ណោះពេទ្យក៏បានមកមើលរបួសឲ្យទៅកាន់ម្ដាយរបស់ស៊ីអនក៏ប៉ុន្តែគាត់ប្រាប់ថាការព្យាបាលមួយនេះវាពិតជាល្អណាស់អញ្ចឹងអ្នកស្រីប្រកាសជាគ្មានបញ្ហាអ្វីនោះទេហើយគ្រូពេទ្យក៏មិននឹកស្មានឡើយថាជំនាញដេរបែរជាអាចយកមកព្យាបាលរបួសបានបែបនេះលពូហ្គាវ៉ាតបានមើលទៅកាន់ស៊ីអនទាំងមានមន្តនភាពពេលនេះដល់ពេលគាត់សួរចម្លើយម្ដងស៊ីអនតើឯងចេះជំនាញពេទ្យមកពីណាទៅស៊ីអនប្រាប់ថាគាត់ចេះវាដោយឯងនោះទេអូប្រសិនមិនអញ្ចឹងឲ្យយើងបដូរសំណួរម្ដងទៅតើឯងអាចសម្លាប់ទៅកាន់ Goblin មនុស្សដោយរបៀបណាទៅហើយតើស្នាមនៅលើ Goblin នោះវាគឺជាអ្វីទៅតើវាគឺជាវេទមន្តហ្នឹងមែនទេបន្តទៅលើចឹងស៊ីអននិយាយថាមិនបានជាពុកដឹងទៅប៉ាស៊ីអនពិតជាអស្ចារ្យស៊ីអនតែងតែស្រាវជ្រាវទៅលើវេទមន្តនោះចំណិចបន្តពីលើភ្លាមដល់ពូកាវ៉ាត់មូម៉ៅតែម្ដងនិយាយថាស្វែងយល់ពីវេទមន្តស៊ីអនឯងកុំប្រាប់រឿងវេទមន្តនេះទៅកាន់អ្នកដទៃឲ្យសោះប្រសិនបើពួកគេដឹងវានឹងធ្វើឲ្យមានគ្រោះមហន្តរាយមកដល់ឯងហើយយើងសូមប្រាប់ឲ្យចាប់ពីថ្ងៃនេះតទៅឈប់ស្វែងយល់ពីវេទមន្តទៀតទៅស៊ីអនក៏ចង់ប្រកែកក៏ប៉ុន្តែមេរីប្រកែកមុនប្រាប់ថាពុកមិនបានជាពុកធ្វើបែបនេះដោយសារតែវេទមន្តនេះហើយបានជាស៊ីអនអាចជួយទៅកាន់ខ្ញុំនិងម្ដាយបានក៏ប៉ុន្តែលោកពូកាវ៉ាត់សម្លុតមួយទំហឹងថាក៏ប៉ុន្តែវាមានគ្រោះថ្នាក់មិនមានគ្រោះថ្នាក់យ៉ាងម៉េចទៅវាអាចសម្លាប់ទៅកាន់ Goblin បានវាប្រកាសជាមានគ្រោះថ្នាក់អញ្ចឹងក៏ចង់ឲ្យស៊ីអនឈប់ស្វែងយល់ពីវេទមន្តទៀតទៅក៏ប៉ុន្តែស៊ីអនប្រកែកគាត់ប្រាប់ថាគាត់នៅតែស្វែងយល់បន្តទៀតគាត់ដឹងថាពុកប្រកាសជាមានការបារម្ភទៅកាន់គាត់ក៏ប៉ុន្តែកុំភ័យអីគាត់គ្រាន់តែដើរទៅតាមក្តីសម័យរបស់គាត់តែប៉ុណ្ណោះហើយគាត់ក៏នឹងមិនធ្វើឲ្យមានបញ្ហាទៅដល់អ្នកដទៃឡើយប្រសិនបើមានបញ្ហាទៅដល់អ្នកដទៃលពូហ្គាវ៉ាត់គាត់ថាគាត់នឹងហាមឃាត់ទៅកាន់ស៊ីអនដោយផ្ទាល់អញ្ចឹងពេលនេះគាត់ឲ្យស៊ីអនស្វែងយល់បន្តទៀតទៅគាត់ថាគាត់ក៏មិនដឹងធ្វើម៉េចដែរបើស៊ីអនរឹងចង់ស្វែងយល់ពីវេទមន្តអញ្ចឹងក៏ប៉ុន្តែគាត់ប្រាប់ឲ្យហើយនៅពេលដែលស៊ីអនស្វែងយល់អីពីវេទមន្តស៊ីអនត្រូវតែប្រាប់គាត់ជាមុនសិនអញ្ចឹងភេទនេះក៏ត្រូវបានស្លេះទៅត្រឹមនេះអរគុណច្រើនបាយបាយ